អូយឈឺក្បាលខ្លាំងណាស់ហើយចុះនេះជាកន្លែងណាហ្នឹងហ៎នេះអូនឆ្នុកភ្ញាក់ហើយមែនទេអូយហេតុអីក៏អូននៅទីនេះអញ្ចឹងហើយក្នុងផ្ទះបើកផ្អួចឡើងជុំវិញមិនក៏មិនព្រមបិទឲ្យអស់ទៅអូណែមិនចាំបាច់បិទទេអត់ទេមិនបាច់បិទទេណាហើយចុះបងនាំអូនមកផ្ទះបងហ្នឹងតើមានការអីទៅអាយ៉ាផ្ទះបងដូចជាក្តៅដល់ហើយអូនសុំដោះអាវបន្តិចណាកុំអីណាអូនឆ្នុកឥឡូវឯងចេញទៅវិញទៅណាបងរវល់ហើយហាហើយដេញអូនទៅវិញហើយអត់ធ្វើស្អីទេអីហីនាងឆ្នុកធ្វើស្អីទៅអូណែកុំបារម្ភអីគឺអូនឈឺក្បាលចង់ឲ្យបងជូនអូនទៅផ្ទះមិនបាច់ទេទៅខ្លួនឯងទៅវិញទៅណាមិនដឹងជាស្អីទេប្រុសសង្ហានេះប្រហែលជាលើកទី1ហើយបានជាភ័យដល់ថ្នាក់ហ្នឹងរឿងខ្ទើយឆ្នុកប្រុសបោកនាងឆ្នុកគឺជាភេទទី3ដែលតែងតែបង្កបញ្ហាជាមួយអ្នកភូមិជារឿយនាងពូកែសម្ដីពូកែជេរហើយក៏ពូកែយកប្តីគេផងដែរមិនដឹងថាជាមនុស្សស្អីទេបានទាំងព្រមតែម្ដងចារូបសម្បត្តិក៏ស្រស់ស្អាតលុយក៏មានចាយសំលេងក៏ពីរោះហើយប្រុសនៅក្នុងភូមិនេះណាគឺថាម្នាក់ឈួតដោយសារតែនាងខ្ញុំនឹងឯងមិនថាកំឡោះមិនថាមេម៉ាយមិនថាប្តីគេស្អីទេឲ្យតែថាឃើញមីអូនឆ្នុកនេះដើរទៅគឺថាម្នាក់និយាយថានៅមិនសុខនោះទេគឺជ្រួលជ្រើមសម្បើមណានិយាយទៅប្រុសនៅក្នុងភូមិនេះគេភ្នែកមុតមែនព្រោះថាធម្មតាទេស្រីស្អាតអ្នកណាក៏ចាប់អារម្មណ៍ដែរចាមីឆ្នុកស្រីចង្រៃហេតុអីក៏ឯងនេះទៅញ៉ៃញងប្តីអញអញ្ចឹងអីយ៉ាមីងរុយហើយប្តីមីងអ្នកណាគេទៅមីងមានប្តី3 4នាក់ឯណោះហើយមកចោតខ្ញុំថាញ៉ៃមួយណាគឺអត្តបឌីនឹងហើយអាប្តីក្រោយគេបំផុតនឹងឯងឆ្លក់វែងនឹងឯងមិនដឹងជាគិតស្អីទេឥឡូវនេះរត់ចោលផ្ទះចោលទាំងអញចោលទាំងកូនអេមីងរុយនាងខ្ញុំមិនដឹងអីទេណាហើយបាត់ប្តីមិនក៏មករករឿងនាងខ្ញុំអញ្ចឹងដោយសារតែនឹងឯងនឹងហើយចូលចិត្តទៅពង្វក់ប្រុសជាពិសេសគឺប្តីអញទៅណែបទៅណិតរាល់ថ្ងៃដូច្នេះទើបបានជាប្តីអញមានគំនិតបែកឆ្វេងចោលគ្រួសារបែបនេះឥឡូវនេះឯងឆាប់សងជំងឺចិត្តអញភ្លាមអេនិយាយមួយថ្ងៃការពិតចង់បានលុយសោះហើយប្តីរត់ចោលហើយនៅចង់បានលុយពីនាងខ្ញុំទៀតមិនបាច់ចាំយកប្តីអញលាក់ទេឆាប់ឲ្យប្តីអញភ្លាមអាកាចាស់ក្តីឆាប់ចេញមកមីងរុយកុំមកស្រែកចំទាលនៅមុខផ្ទះនាងខ្ញុំបានទេនាងខ្ញុំក៏មានកិត្តិយសមានគេឈ្មោះដែរណាហេតុអីក៏ធ្វើបែបនេះខូចគេឈ្មោះខ្ញុំជាមនុស្សស្រីហើយខ្ញុំនេះមិនទៅយកប្តីគេទេចាពូឌីប្រហែលជារត់តាមស្រីផ្សេងហើយអញមិនជឿទេឲ្យអញឆែកឆេរផ្ទះឯងសិនទើបអញជឿ100%ថាប្តីអញមកនៅទីនេះអូយមិនប្រើលេសទេមីងឯងនេះចូលផ្ទះណាបាត់របស់ផ្ទះនោះនិយាយពីថាមានដៃមានជើងណាអញ្ចឹងហើយបានជាប្តីមិននៅជាមួយអើយមីឆ្នុកមីស្រីចង្រៃនាងឯងទៅតាមប្តីអញនាងឯងច្បាស់ជារស់នៅមិនសុខនោះទេមីងឯងហ៊ានរករឿងនាងខ្ញុំផងមែនទេប្រយ័ត្ននាងខ្ញុំប្តឹងបងមេភូមិទៅគាត់ណាការពារនាងខ្ញុំសម្បើមណាបើអ្នកណាហ៊ានប៉ះពាល់គឺដឹងថាជាសត្រូវរបស់គាត់ហើយញ៉ាវទុកសិនចុះតែអញមិនលើកលែងឲ្យនាងឯងជាដាច់ខាតមីឆ្នុកណាម៉ាប់តើធ្វើអីទៅទើបមានលុយច្រើនណាចង់បានលុយមែនទេធ្វើជាសង្សារមួយឆ្នុកទៅអើយអត់ទេអញស្រឡាញ់ស្រីអញមិនស្រឡាញ់ខ្ទើយទេណាប៉ុន្តែមួយឆ្នុកនឹងគឺថាមានលុយសម្បើមណាបើប្រុសសង្ហាដូចជាឯងទៅស្រឡាញ់ណាគឺថាផ្គប់គុណលុយកាក់មិនឲ្យខ្វះខាតឡើយណែអាម៉ាប់បើអញ្ចឹងឯងសាកស្រឡាញ់ទៅក្រែងលោកបានលុយអូបើសិនជានាងឆ្នុកនោះពេញចិត្តអញគឺអញលះបង់ហើយប៉ុន្តែគេមិនពេញចិត្តអញទេគេពេញចិត្តឯងដូច្នេះបិទភ្នែកទៅដើម្បីលុយហើយចុះនេះមានផ្លូវផ្សេងដែរទេផ្លូវផ្សេងមែនទេផ្លូវផ្សេងមានតែប្លន់អេប្លន់យ៉ាងម៉េចទៅនៅក្នុងភូមិតែមួយនាងឆ្នុកប្រកាសជាប្តឹងអញជាមិនខាន
អើយឯងមិនដឹងទេអីនាងឆ្នុកនឹងណាឲ្យតែថាប្រុសស្អាតប្រុសសង្ហាទៅបៃដំយកលុយយ៉ាងណាក៏នាងមិនដែលប្តឹងដែរឥឡូវអញ្ចេះទៅបញ្ច្រកស្រានាងនឹងឲ្យស្វឹងហើយយកនាងនឹងទៅផ្ទះបន្ទាប់មកសម្លុតយកលុយធ្វើអញ្ចឹងទៅអញគាំទ្រប៉ុន្តែឯងត្រូវតែជួយគ្នាដែរណាអញម្នាក់ឯងនេះមិនអាចទៅរួចនោះទេប្រកាសហើយបើអញបញ្ចេញកម្លាំងអញត្រូវតែបានលុយឥឡូវនេះតើយើងគួរធ្វើយ៉ាងម៉េចទៅទើបហៅនាងឆ្នុកនឹងទៅផឹកបានមានអីទៅពិបាកគឺឯងទៅផ្ទះគេទៅញ៉ាយញងបន្តិចបន្តួចហើយបបួលគេផឹកស្រាល្អខ្លាំងណាស់ប៉ុន្តែអញមិនចង់ទៅនោះទេឯងទៅហៅគេទៅអើយវីរៈគ្នាហៅគេមិនទៅនោះទេទាល់តែឯងទៅហៅតែផ្ទាល់ណាអើយអញតែរហូតនឹងឯងនេះចាំមើលតែពេលបានលុយណាអញយក80%ហើយទៅប្រមាណក៏ប្រមាណទៅអញជួយតិចតួចយកតិចតួចបានហើយ អូយគិតទៅមិញរុយនេះបាត់ប្តីខ្លួនឯងសោះបែរជាមករកនៅផ្ទះខ្ញុំគិតទៅអញ្ចឹងមែនណាកើតមកជាស្រីស្អាតឲ្យតែថាគេបាត់ប្តីមានបញ្ហានៅក្នុងគ្រួសារគឺគេនឹកដល់ខ្ញុំហើយគិតថាខ្ញុំនេះធ្វើឲ្យគ្រួសារគេបែកបាក់គ្នាហើយឯងនេះដើរតែធ្វើបន់សោះនឹងណានេះជួនកាលមកពីស្រីទាំងអស់នោះគេចំណែននឹងភាពស្រស់ស្អាតរបស់ខ្ញុំដូច្នេះហើយទៅពេលបាត់ប្តីបាត់កូនតែងតែមករកនៅផ្ទះខ្ញុំហើយ អូនឆ្នោកអូយបងនឹកអូនខ្លាំងណាស់តើអូនសុខសប្បាយជាទេអេបងវិរៈហេតុអីក៏សម្ដីផ្អែមបែបនេះធ្វើឲ្យអូនមានអារម្មណ៍ថាព្រឺសម្បុរខ្ញាក់តែម្ដងណា នឹកអូនពេកបានជាមកដល់ទីនេះយ៉ាងម៉េចអូនមិនស្វាគមន៍ទេអីអូស្វាគមន៍ណាបងសម្លាញ់មកចូលទៅក្នុងបន្ទប់អូនទៅអេចូលទៅក្នុងបន្ទប់យ៉ាងម៉េចអត់ទេ អូណែគឺអូនចង់និយាយថាចូលទៅក្នុងបន្ទប់ទទួលភ្ញៀវអង្គុយនៅទីនោះទៅចាំអូនច្បាច់ដៃច្បាច់ជើងឲ្យ អូមិនបាច់ទេមិនបាច់ចាំបាច់ដៃចាំបាច់ជើងអីទេបងមកនេះមានការបន្តិចបន្តួចចង់និយាយប្រាប់អូននឹងណា អូយមានការអីទៅប្រុសស្អាតមើលប្រាប់មើលត្រូវការលុយត្រូវការកាក់មែនទេត្រូវការប្រមាណប្រាប់អូនមកអូនអាចជួយបានណាប៉ុន្តែនៅផ្ទះអូនមកយកទៅ អត់ទេចង់ហៅអូនឆ្នុកឯងទៅផឹកស៊ីលេងបន្តិចបន្តួចដើម្បីបង្កើតបរិយាកាសរីករាយបណ្ដុះមនោសញ្ចេតនាណា អើយយហេតុអីក៏អាប្រុសស្អាតម្នាក់នេះវាផ្អែមល្ហែមខ្លាំងម្ល៉េះមើលតែអញទ្រាំលេងបានឥឡូវហើយ យ៉ាងម៉េចនឹងអូនឆ្នុកតើអូននិយាយអីបងស្ដាប់មិនឮសោះ អូយបងវិរៈបងបានធ្វើឲ្យអូនជ្រុលជ្រើមខ្លាំងណាស់ឥឡូវទៅថ្ងៃណាបងប្រាប់អូនមកណា ល្ងាចនេះមិនជួបមិនបែកណាត្រូវតែជួបគ្នានៅឯចុងភូមិ អូយជួបនៅចុងភូមិទៀតហើយកន្លែងស្ងាត់ដែរទេបងសម្លាញ់ ស្ងាត់ខ្លាំងណាស់យ៉ាងម៉េចនឹងអូនខ្លាចមែនទេ អូអត់ទេអូនមិនចេះទៅកន្លែងមានមនុស្សអ៊ូអទេអូនទៅរកតែកន្លែងស្ងាត់មកបាន2នាក់រឹតតែល្អប្រសើរ បានហើយបើអញ្ចឹងចាំល្ងាចជួបគ្នាបងត្រឡប់ទៅវិញហើយបបាក់ចិត្តដល់ហើយមិនដឹងថាថ្ងៃនេះគួរធ្វើម្ហូបអីនោះទេចំណែកឯអាម៉ាប់វាមិនដែលចេះជួយការងារខ្ញុំសោះមើលចុះទឹកអស់ពីពីងទៅបាត់អាមួយនេះផែជាបំរុងកិច្ចការងារចង់ឲ្យខ្ញុំអ្នកតរេកទឹកដល់ខ្លួនឯងហើយហើមានកូនប្រុសមួយនឹងគេដែរប៉ុន្តែវាហាក់ដូចជាមិនចេះជួយម្ដាយសំបីតែបន្តិចទាល់តែសោះមួយថ្ងៃគិតតែពីស៊ីដើរលេងហើយនឹងដេកក្រៅពីនឹងវាមិនចេះទេអូនឹកដាំនឹងហើមដល់មកហើយអាកូនជើងល្អទៅតែមកពីណា ម៉ែកុំខឹងអីគឺខ្ញុំទៅរកលុយនឹងណា ទៅរកលុយមែនទេឯណាលុយឲ្យមក មិនទាន់បានទេតែប្រហែលជាល្ងាចនេះបានហើយ ណែអាម៉ាប៉ាកុំប្រាប់ម៉ែថាឯងនេះណាទៅប្លន់គេឲ្យសោះ ងាប់ហើយឲ្យខ្ញុំទៅប្លន់អ្នកណាទៅម៉ែមិនមើលរូបរាងខ្ញុំមូលដូចជាបាល់ដើរមិនរួចទេហើយបើទៅប្លន់គេរត់មិននឹងរួច ម៉ែឃើញឯងដើរជាមួយអាវិរៈញឹកញាប់ខ្លាំងណាស់អាមួយនឹងមិនមែនជាក្មេងល្អទេគួរតែជៀសឲ្យឆ្ងាយបន្តិចទៅ អត់អីទេវីរៈនោះគឺជាក្មេងល្អអន្តើម៉ែមិនដែលដើរជាមួយមិនដឹងទេទាល់តែអ្នកដើរជាមួយទើបដឹង
បើគេមិននាំឯងខូចវាមិនអីទេបើសិនជាហ៊ាននាំខូចដឹងតែត្បងហើយអញគ្រាន់តែប្រាប់ បាទម៉ែគេមិននាំខ្ញុំខូចទេម៉ែកុំបារម្ភអី បើអញ្ចឹងនៅចាំផ្ទះទៅម៉ែរកទៅទិញអីមួយផ្លេតណែមីខ្សុលនាងឯងយកប្តីអញទៅលាក់ណាស្អីគេយកប្តីឯងលាក់ធ្វើមើលតែប្តីឯងជារបស់អញ្ចឹងអញមិនដឹងទេកុំមកឈួតកុំស្មានតែអញមិនដឹងណាមីខ្សុលនាងឯងលួចឲ្យភ្នែកប្តីអញប្រមាណដងហើយឥឡូវនេះយ៉ាងម៉េចយកប្តីអញទៅលាក់ណាពេលប្រពន្ធគេមកសួរបែរជាមិនហ៊ានប្រាប់ប្តីឯងដើរទៅណាអញយ៉ាងម៉េចដឹងទៅកុំមកចោទអញផ្ដេសផ្ដាស់ប្រយ័ត្នអញទ្រាំបានផ្ទះបែកមាត់ទៅវើយបើនាងឯងមិនយកប្តីអញទៅលាក់ទេវាមិនដាណាសុកប្តីអញបាត់ពីផ្ទះអញ្ចឹងនោះទេប្តីឯងមានដៃមានជើងគេចេះដើរទៅណាមកណាខ្លួនឯងហើយមិនជាប់ច្បាស់ឯណាហេតុអីក៏ឯងច្បាស់ថាមិននៅជាមួយអញនោះដោយសារតែនាងឯងគឺជាមេម៉ាយយូរឆ្នាំមេម៉ាយយូរទៅវាជូរមាត់ទៅបានជានឹកឃើញចង់បានប្តីគេមីរយ៉ាមានមាត់កំចេះតែនិយាយផ្ដេសផ្ដាស់អញនេះជាមនុស្សថ្លៃថ្នូរធ្វើត្បិតតែអញជាមេម៉ាយក៏ពិតមែនតែអញមិនអត់ឃ្លានយកប្តីគេនោះទេមាត់ណាប្រកាសជានិយាយតែខ្លួនឯងវាថ្លៃថ្នូរហើយប៉ុន្តែចរិតនិងសន្តានគឺវាថោកទាបជាទីបំផុតអើយនាងរុយមួយម៉ាត់មើងងាយពីរម៉ាត់មើងងាយនាងឯងធុញថប់នឹងជីវិតហើយមែនទេអញបដៅនាងឯងចេញម្ដងយកប្តីអញហើយចង់វាយអញទៀតគិតថាអញខ្លាចនាងឯងមែនទេងាប់ហើយចាស់អស់ទៅហើយនាំគ្នាដណ្ដើមប្រុសនៅកដាលវាលមិនចេះខ្មាស់គេទេអី ណែមីឆ្នុកឯងជួយខាត់នាងរុយផងទៅវាដូចជាឈួតជ្រូកអាមិញមិនដឹងទេសុកមកចោតមីងថាយកប្តីវាលាក់មីងរុយគាត់តែប៉ុណ្្នឹងឯងគាត់បាត់ប្តីឡើងវង្វេងអស់ទៅហើយដើរចោតគេចោតឯងកុំទៅប្រកាន់គាត់អីមុននឹងគាត់ទៅចោតនាងខ្ញុំដល់ផ្ទះដែរតា ពេលនេះច្បាស់ហើយថាប្តីអញមិននៅផ្ទះមីឆ្នុកឯងទេអ្នកដែលយកប្តីអញលាក់នោះគឺជាមីខ្សុលព្រោះថាមីខ្សុលនេះតែងតែឲ្យដៃឲ្យជើងប្តីអញជាហូហែអត់ទេអញមិនដែលឲ្យដៃឲ្យជើងឲ្យភ្នែកស្អីឡើយអញខ្ពើមណាស់របស់គេនោះណែក្មួយឆ្នុកឯងត្រូវតែជឿមីងណាមីងស្រឡាញ់ប្តីមីងណាមានតែមីខ្សុលទេមីខ្សុលវាជាមេម៉ាយវាចង់បានប្តីមីងសង្ហាទើបបានជាវាលួចយកទៅស៊ីដាច់បែបនេះមីងមិនអាចរស់នៅដោយគ្មានប្តីមីងបានទេក្មួយឯងជួយមីងផងទៅអូយអត់ទេខ្ញុំបញ្ញាប់ណាស់ខ្ញុំមិនជួយអ្នកណានោះទេប្រុសស្នេហ៍របស់ខ្ញុំកំពុងតែចាំ យីនាងឆ្នុកនេះឯងមានប្រុសស្នេហ៍ទៀតមែនទេតើប្រុសស្នេហ៍ឯងជាអ្នកណាទៅគឺបងវិរៈនឹងហើយគាត់ប្រហែលជាមានផែនការសុំខ្ញុំរៀបការហើយបានជាណាត់ខ្ញុំឲ្យជួបគ្នាល្ងាចនេះនឹងណាអូឯងខំប្រឹងទៅប្រយ័ត្នទៅដល់អស់ក្តិតខោណាមីឆ្នុកនាងឯងមានលុយច្រើនបែបនេះទៅណាមកណាឲ្យចេះប្រយ័ត្នជាពិសេសសេពគប់មិត្តភ័ក្ដិឯងគួរតែមើលលើមើលក្រោមផងកុំចេះតែរបៀបគេបបួលភ្លាមទៅផ្លេតនោះមីងរុយមីងសូឡាខ្ញុំនេះមិនមែនជាស្រីចិត្តងាយទេចាមុននឹងខ្ញុំទៅក៏ខ្ញុំចេះវិភាគពិចារណាដែរហើយទោះបីជាគេសុំខ្ញុំរៀបការក៏ខ្ញុំមិនឆ្លើយភ្លាមដែរចាខ្ញុំត្រូវតែធ្វើរឹកធ្វើពៀនបន្តិចហើយអើយកោតតែអវិរៈលេបរួចអញហើយអញណែវិរៈគ្នាគិតថាឯងផឹកតែពីរអ្នកវាទៅមិនចាំបាច់ឲ្យគ្នាចូលរួមនោះទេមិនបានទេអាម៉ាប់ឯងចូលរួមហើយត្រូវតែនៅទីនេះគ្នាពិតជាឆ្អើមនឹងឆ្នុកនោះខ្លាំងណាស់នេះដោយសារតែលុយទេបានជាគ្នាហៅនាងនឹងមកអង្គុយផឹកស៊ីហើយបើសិនជាផឹកតែពីរអ្នកទៀតណាគ្នាប្រកាសជាក្អួតជាមិនខានអីយ៉ាទ្រាំទៅជួនកាលអញនៅវាខូចបរិយាកាសអើយបរិយាកាសស្អីទៅគ្នាមិនត្រូវការបរិយាកាសរីករាយស្អីទេគ្នាចង់ឲ្យឯងនៅទីនេះចាំមើលចុះមិនដឹងថានាងឆ្នុកនោះគេយល់ព្រមឬអត់ទេអូយអាកធាត់មិនក៏ឯងមកអង្គុយកន្លែងអញអញ្ចឹងហាអូណែអូនឆ្នុកបងមកផឹកដែរតើមែនហើយអូនឆ្នុកមកគ្នាច្រើនផឹកសបាយ បងវិរៈហេតុអីក៏បងធ្វើបែបនេះបងហៅអូនហើយហេតុអីក៏ហៅគេផ្សេងមកអង្គុយក្បែរដែរអញ្ចឹងអូនមិនសុខចិត្តទេអូនមិនសុខចិត្តទេអើយយកុំខឹងអីផឹកស៊ីសិនទៅណាពៅព្រលឹងអាកធាត់ឯងកំហៅអញថាពៅព្រលឹងអីអញខ្ពើមណាកុំងអីមកអង្គុយផឹកសិនទៅ
អូនមិនសុខចិត្តទេឥឡូវនេះអូនសុំបណៃផឹកខ្លួនឯងមកដបបើអូនស្វឹងសន្លប់ហើយបងឯងចាត់ចែងជូនអូនទៅផ្ទះផងណា យីឲ្យដៃម្លេះហងបានមិនអីទេមានបងនៅទីនេះទាំងមូលហើយបងនឹងជូនអូនទៅផ្ទះ អាយយថ្ងៃនេះមីឆ្នុកផឹកតតែសន្លប់ ម៉ែខ្ញុំមិនសុខចិត្តទេមីឆ្នុកនឹងវាសាហាវខ្លាំងណាស់វាសុកបែរជាមកធ្វើបាបខ្ញុំឲ្យខ្ញុំដួលម៉ូតូឥឡូវនេះខូចមុខខូចមាត់អស់រលេងហើយចុះកូនឯងទៅធ្វើអីវាទៅបានជាវាមកធ្វើបាបឯងបែបនេះមិនបានទៅធ្វើអីវាទេប៉ុន្តែវាខឹងដោយសារតែខ្ញុំនេះកើតមកវាស្អាតជាងវាមុខក៏ស្អាតរាងក៏ស្អាតឈ្មោះក៏ពីរោះទៅបានជាវាចង់បំផ្លាញខ្ញុំបែបនេះងាប់អញអើយគ្រាន់តែគេស្អាតជាងល្អជាងក៏មិនបានដែរអូយមីឆ្នុកហើយមីឆ្នុកមេនេះពិតជាមុខអាក្រក់ហើយចរិតអាក្រក់ទៅទៀតម៉ែគេធ្វើបាបខ្ញុំដល់ថ្នាក់នេះហើយដាច់ខាតត្រូវទៅរករឿងកុំឲ្យគេរស់នៅបានសុខទោះជាឯងមិនឲ្យម៉ែទៅរករឿងក៏ម៉ែត្រូវតែហែកហួរវាដល់ផ្ទះដែរនាងនេះពិតជាប្រហើនណាស់វាហ៊ានប៉ះពាល់ក្រុមគ្រួសារមីក្អុកផងប្រហែលជាវាធន់ថប់នឹងជីវិតណាស់ហើយមិនដឹងជាមនុស្សស្អីមកអាក្រក់ហើយអន់ចរិតទៅទៀតខ្ញុំពិតជាស្អប់នាងនឹងខ្លាំងណាស់ជាមួយតែថ្ងៃណាមួយខ្ញុំប្រពន្ធមិត្តភក្តិខ្ញុំពីរនាក់នឹងព្រួតធ្វើបាបវាវិញម្ដងអើយកុំអីណាកូនកុំអីកូនឯងមិនអាចធ្វើចរិតបែបនឹងទៅគេវិញបានទេប្រយ័ត្នជាប់គុកជាប់ច្បាប់ទៅគ្រួសារយើងគឺជាគ្រួសារថ្លៃថ្នូរទុកឲ្យម៉ែជាអ្នកទៅបចោវាដល់ផ្ទះវិញអត់ទេម៉ែទៅម្នាក់ឯងកូនដូចជាមិនទុកចិត្តទេយ៉ាងម៉េចខ្ញុំសុំទៅជាមួយម៉ែដែរពីរនាក់ព្រួតមួយប្រកាសជាអាចចែកឈ្នះមួយឆ្លុកនឹងជាមិនខានតែឯងត្រូវរបួសហើយឯងនៅផ្ទះចោតែម៉ែក៏ឈឺជើងដែរតើម៉ែមិនអាចដើរឆ្ងាយបានទៅឥឡូវអញ្ចេះចុះរឿងរបស់ខ្ញុំទុកឲ្យខ្ញុំជាអ្នកទៅសងសឹកដោយផ្ទាល់អើយទៅមិនរួចទេឯងមិនជាដៃគូមីឆ្នុកនឹងឡើយហេតុអីក៏ម៉ែមើងងាយកូនស្រីខ្លួនអញខ្លាំងម្ល៉េះឥឡូវនេះកូនឆ្នះឆ្នាំមិនធម្មតានោះទេជាពិសេសឥឡូវនេះកំហឹងពេញខ្លួនដូច្នេះឲ្យកូនបញ្ចេញខ្លះទៅបានម៉ែទុកឱកាសឲ្យឯងបញ្ចេញស្នាដៃថាឯងនេះណាអាចធ្វើអីវាបានដែរឬអត់បើអញ្ចឹងម៉ែនៅផ្ទះរងចាំដំណឹងល្អពីកូនចុះណែអាម៉ាប់មីឆ្នុកនេះសន្លប់ហើយតើគួរធ្វើយ៉ាងម៉េចទៀតទៅអីយ៉ាវានៅផ្ទះឯងហើយវាមិនហ៊ានធ្វើអីឯងនោះទេឯងយកលុយវាមកអើយឯងមើលទៅវាទៅដេកធ្វើដូចជាឲ្យមិនដឹងទេអញមិនហ៊ានទៅចិត្តទេបើអញទៅលូកយកកាបូបហើយវាភ្ញាក់មកណាប្រកាសជាចាប់ជាមិនខានវាស្រែកថាអញរំលោភវាទៅប្តឹងជាប់គុកជាមិនខានទេតែបើឯងវិញវាខុសគ្នាឯងលូកយកកាបូបយកលុយវាមកហើយបើវាភ្ញាក់តន់ពេលណាក៏មិនអីដែរឯងគ្រាន់តែទៅអែលថ្ពាល់វាទៅវានៅស្ងៀមហើយអើយមិនបានទេអញមិនធ្វើទេអញមិនធ្វើអញ្ចឹងនោះទេអើយអញដឹងទេឥឡូវឯងធ្វើមិនក៏ធ្វើទៅឲ្យតែបានលុយអញចេញទៅក្រៅហើយណែអាម៉ាប់ឈប់សិនអើយអាបកាច់យោនេះហេតុអីក៏រត់ចោលគ្នាអញ្ចឹងវ៉ៃអូយឈឺក្បាលខ្លាំងណាស់ហើយចុះនេះជាកន្លែងណាហ្នឹង នេះអូនឆ្នុកភ្ញាក់ហើយមែនទេ អូយហេតុអីក៏អូននៅទីនេះអញ្ចឹងហើយក្នុងផ្ទះបើកប្អួចឡើងជុំវិញមិនក៏មិនព្រមបិទឲ្យអស់ទៅ អូណែមិនចាំបាច់បិទទេអត់ទេមិនបាច់បិទទេណា ហើយចុះបងនាំអូនមកផ្ទះបងហ្នឹងតើមានការអីទៅអីយ៉ាផ្ទះបងដូចជាក្តៅដល់ហើយអូនសុំដោះអាវបន្តិចណា កុំអីណាអូនឆ្នុកឥឡូវឯងចេញទៅវិញទៅណាបងរវល់ហើយ ហើយដេញអូនទៅវិញហើយអត់ធ្វើស្អីទេអី នាងឆ្នុកធ្វើស្អីទៅ អូណែកុំបារម្ភអីគឺអូនឈឺក្បាលចង់ឲ្យបងជូនអូនទៅផ្ទះ មិនបាច់ទេទៅខ្លួនឯងទៅវិញទៅណា មិនដឹងជាស្អីទេប្រុសសង្ហានេះប្រហែលជាលើកទី1ហើយបានជាភ័យដល់ថ្នាក់ហ្នឹង
កំសាអាមិនបានការឯងឆាប់ចេញពីផ្ទះមកភ្លាមកុំសំងំនៅក្នុងរឹងឲ្យសោះចេញមកតទៅជាមួយអញមើលកុំខ្លាំងបានតែក្រោយខ្នងបានដែរទេថ្ងៃនេះអញត្រូវតែសងសឹកជាមួយនឹងឯងហើយ អូយមីចរិយាហេតុអីកូននាងឯងហៅអញសិតតែអាហ៎អញគឺជាមនុស្សស្រីណា ឯងមិនមែនជាស្រីទេឯងគឺជាប្រុសតែងខ្លួនជាស្រីហើយចូលចិត្តតែធ្វើបាបគេជាពិសេសចូលចិត្តធ្វើបាបយើងដោយសារតែចំណែនឃើញយើងជាស្រីស្អាតមែនដែរទេនាងឯងពិតជាថោកទាបពេកហើយតែនាងឯងរស់នៅលើផែនដីនាំតែធ្ងន់ធ្វើអីទៅមនុស្សអាក្រក់មុខអាក្រក់អន់ចរិតបែបនេះគួរតែស្លាប់ទៅវាល្អជាង យ៉ាងម៉េចយើងបដៅមិនអស់ចិត្តមែនទេបានជាចង់មករករឿងណែស្គាល់មីឆ្នុកនេះឲ្យច្បាស់ហើយទៅមិនចេះចាញ់គេទេវើយ អញប្រាប់ឯងឲ្យច្បាស់ណាអាឆ្នុកបើសិនជាឯងនៅតែហ៊ានប៉ះពាល់អញទៀតណាអញទ្រាំមិនបានអញនឹងហៅគ្នាអញមកធ្វើបាបឯងវិញហើយកុំថាអញមិនបានប្រាប់ឲ្យសោះនោះឯងក៏ដឹងពីរហស្សនាមរបស់ម៉ែអញហើយថាកាច់ឆ្នះដល់កម្រិតណាដូច្នេះកូនគាត់ក៏មិនមែនស្លូតឲ្យឯងធ្វើបាបងាយៗដែរវើយ យើងលេងនឹងឯងប្រប៉ុណ្ណឹងចាត់ទុកថាសំណាងហើយប្រយ័ត្នយើងលេងឲ្យខូចមុខខូចមាត់លេងឲ្យខូចសម្រស់ទៅណា មើលទៅប្រហែលជាត្រូវហៅលោកមេភូមិឲ្យចាប់ឯងដាក់គុកហើយចាំមើលពេលលោកមេភូមិចាប់ឯងញាត់ចូលគុកនោះតើឯងមានមុខមាត់រូបរាងរឹកពីយ៉ាងម៉េចទៅពិតជាចង់ឃើញខ្លាំងណាស់ អេឈប់ឆ្លោះគ្នាទៅហេតុអីក៏នាំគ្នាឆ្លោះគ្នាផ្អើលពេញភូមិអញ្ចឹង អូយបរោះសង្ហានតាណែបងបណ្ឌិតគឺគេចង់ធ្វើបាបអូនបងមើលចុះនាងនឹងឆ្នះខ្លាំងណាស់នាងនឹងចង់សម្លាប់អូនហើយ បងបណ្ឌិតឯងមកចំពេលល្អណាស់អាឆ្នុកស្អីគេនេះណាគឺមិនធម្មតានោះទេវាធ្វើបាបខ្ញុំឲ្យខ្ញុំដួលម៉ូតូខូចម៉ូតូខ្ទេចខ្ទីហើយថែមទាំងមានរបួសស្នាមលើខ្លួនទៀត បានហើយសម្របសម្រួលគ្នាទៅណាគេនាំគ្នាអឺតមើលឡើងផ្អើលពេញភូមិហើយហេតុអីក៏មិនចេះខ្មាស់គេអញ្ចឹងកុំស្រែកលោឡាបានទេ បងបណ្ឌិតបងពិតជាគិតដល់អូនមែនអរគុណណាបងសម្លាញ់ អើយខ្ពើមចង់ក្អួតងាប់ហើយឃើញប្រុសមិនបានទេនិយាយពីថាអូនបងឲ្យអាលួយ អើហើយវាយ៉ាងម៉េចទៅក្បាលនាងឯងមែនទេមីចរិយាមីឆ្អឹងតតឹងកឆាប់ត្រឡប់ទៅផ្ទះវិញទៅ អីយ៉ាពិតជាឈឺក្បាលណាស់ហេតុអីក៏មានរឿងបែបនេះកើតឡើងនៅក្នុងភូមិខ្ញុំ អើយអាកាចាស់ក្តីនេះវាចេះធ្វើអញ្ចឹងទៅរួចរត់ចោលអញនឹងកូនទុកឲ្យកូនតូចមួយឲ្យអញមើលអញចាំអាម៉េចរស់ទៅចប់ហើយមានកូនបែបនេះតើមានប្រុសណាគេយល់ព្រមយកខ្ញុំធ្វើជាប្រពន្ធទៀតឈឺក្បាលណាហេតុអីក៏ជីវិតខ្ញុំស្មុគស្មាញបែបនេះអញ្ចឹងយូរហើយនៅតែតាមរកអាប្តីកំហុចនៅមិនទាន់ឃើញទៀតមិនដឹងថាបកាច់រត់ទៅដល់ទីណានោះទេ យ៉មីឆ្នុកឯងមកផ្ទះអញមានការអីទីនេះមិនស្វាគមន៍អញទេ អូណែមីងរយ៉ាគឺខ្ញុំចង់មកប្រាប់ដំណឹងមួយបងបណ្ឌិតណាស់ប្រហែលជាស្រឡាញ់ខ្ញុំហើយគឺគេមកជួយខ្ញុំគេមកដល់ផ្ទះខ្ញុំហើយកែភ្នែកគេសម្លឹងមើលខ្ញុំជាប់ពោពេញទៅដោយមនោសញ្ចេតនា ងាប់អញហើយមីឆ្នុកនាងឯងនេះពិតជាឆ្លុះវែងជាមួយនឹងប្រុសមែនទែនហើយគ្រាន់តែរឿងប៉ុណ្ណឹងក៏យកមកអួតអញដល់ផ្ទះដែរនាងឯងគ្មានការងារធ្វើទេមែនដែរទេមួយថ្ងៃនិយាយតែពីរឿងប្រុសខួរក្បាលគិតតែពីប្រុស ហើយចុះយ៉ាងម៉េចមីងឯងចំណែនមែនទេប្រុសគឺជាសរសៃឈាមរបស់ខ្ញុំហើយក្រែងតែមីងឯងត្រូវការប្រុសដែរតើអីកំពុងតែតាមប្តីមែនទេ អើមែនហើយវ៉ៃភ្លេចគិតទៅអញនឹងឯងច្រឹកខុសគ្នាទេប៉ុន្តែអញតាមរកប្តីអញតើអូយហេតុអីក៏អញភ័ព្វបែបនេះឥឡូវនៅតែតាមរកប្តីមិនឃើញប្រហែលជាត្រូវរៀបការប្តីទី4ហើយ អើយអាវិរៈខំរៀបផែនការឡើងវិញអនឡាញដូចជាកតុយខ្លែងហើយចុងក្រោយធ្វើចរិតរយៈកផែលគ្មានបានលុយអីមកកាក់ម៉ាសេនសោះអើយអាម៉ាប៉ាការពិតគ្នាក៏ចង់យកលុយពីនាងឆ្នុកនឹងដែរប៉ុន្តែពេលដែលគ្នានៅម្នាក់ឯងណានាងឆ្នុកនឹងលៀនដាតចុះឡើងហើយភ្នែកក្លេបក្លាប់ដូចជាចង់ស៊ីអញអញ្ចឹងហើយណែនិយាយចេញមកគួរឲ្យខ្លាចខ្លាំងណាស់អញមិនហ៊ានឲ្យនៅទេអញមានតែដេញចេញ ហើយចុះឯងមិនទ្រាំសិនទៅយកទៅលុយបានរត់ចេញមកពេលហ្នឹងគឺគ្នាវង្វេងវង្វាន់អស់ហើយគ្នាចង់គំរាមផង
ចង់លួងលោមផងធ្វើយ៉ាងណាក៏ដោយឲ្យតែបានលុយប៉ុន្តែវាឆ្អើមខ្លាំងពេកគ្នាខ្លាចផងអីផងដូច្នេះទៅទើបធ្វើឲ្យផែនការនេះវាបរាជ័យនឹងណាឥឡូវនេះគ្មានទេគ្មានបានប្រយោជន៍ស្អីក៏គ្មានបានដែរអញនេះខំអួតប្រាប់ម៉ែអញថាអញចេញមករកលុយមិនយូរទេប្រកាសជាយកលុយទាំងដុំជូនគាត់ហើយឥឡូវគ្មានទេគឺដូចអំបិលត្រូវទឹកអញ្ចឹងណែអាសម្លាញ់ទាំងពីរហើយមិនក៏អង្គុយផឹកនៅទីនេះពួកឯងខូចចិត្តមែនទេអើមិនសប្បាយចិត្តទេទើបមកផឹកស៊ីនឹងណាងាប់ហើយឯងកាន់លុយទាំងដុំតែម្ដងនេះខ្លាចគេគិតថាអត់លុយមែនទេមែនហើយបណ្ឌិតហេតុអីក៏ឯងមានលុយច្រើនបែបនេះអូគឺនាងឆ្នុកឲ្យនឹងណាគេឆ្លោះគ្នាជាមួយចរិយានៅឯផ្ទះគ្នាឃើញបែបហ្នឹងក៏ចូលទៅសម្របសម្រួលហើយនាងឆ្នុកនឹងពិតជាចិត្តទូលាយមែនស្រាប់តែដកលុយម្ដុំឲ្យគ្នាតែម្ដងអីយ៉ាណែឯងឃើញទេគេណែបានលុយឯងគ្មានបានការអីទេអវិរៈហើយយ៉ាងម៉េចវាមានរឿងអីអើយគឺគ្នាចង់ធ្វើស៊ីមីឆ្នុកយកលុយចាយនឹងណាពីអ្នកអាម៉ាប់ខំរៀបផែនការប៉ុន្តែចុងក្រោយបែរជាមិនបានសម្រេចដោយសារតែគ្នានេះវាឆ្អើមខ្លាំងពេកអីយ៉ាបើចង់រៀបផែនការហេតុអីក៏មិនហៅគ្នាប្រកាសជាអាចពង្វក់យកលុយពីនាងឆ្នុកនោះបានច្រើនត្រឹមត្រូវណែបណ្ឌិតចូលរួមយើងមានគ្នាកាន់តែច្រើនពេលនោះយើងអាចបោកនាងឆ្នុកបានសម្រេចហើយល្អខ្លាំងណាស់បើអញ្ចឹងពួកយើងឆាប់ចាត់ការថ្ងៃនេះតែម្ដងទៅមិនដឹងយ៉ាងម៉េចយ៉ាងម៉ាហើយទេមិនដឹងថាចរិយាទៅទប់ទល់ជាមួយនឹងនាងឆ្នុកនឹងបានដែរឬអត់សង្ឃឹមថានាងកាចណាស់កាត់រោគខ្ញុំជេរមិនឲ្យចាញ់វាទៅចុះអូយយាយអុកអាមិនចាំទេមីចរិយានឹងកំពុងតែយំឡើងសស្រាក់ព្រោះថាវានឹងជេរចាញ់ខ្ញុំណាមិនអាចទេកូនយើងមិនអាចចាញ់ឯងបានជាដាច់ខាតយ៉ាងម៉េចនឹងយាយកចាស់នៅសុកឲ្យកូនទៅរករឿងយើងតនេណាស់មែនទេចង់ឲ្យកូននឹងខូចមុខខូចមាត់មែនទេប្រយ័ត្នយើងយកកបិតជាមុខទៅនៅមកក្អេងក្អាងថាឲ្យអញទៀតណាណែមីឆ្នុកមីតំណេអត់ការងារធ្វើនាងឯងជាអ្នកមកធ្វើបាបកូនស្រីអញមុនបើនាងឯងនៅតែមិនបញ្ឈប់ឲ្យសកម្មភាពអាក្រក់អស់នឹងទេណាមានតែឲ្យច្បាប់នេះណាទូទាត់ជាមួយនឹងនាងឯងហើយនាងឯងបើមិនជឿទេក៏សាកមើលទៅគ្រួសារអញនេះហ៊ាននិយាយគេហ៊ានធ្វើណាវើយនៅក្នុងភូមិនេះគឺមានតែអូនឆ្នុកទេដែលស្អាតជាងគេមីចរិយាចង់ស្អាតជាងមិននឹងកើតទៅអូនឆ្នុកការពិតអូននៅទីនេះសោះតោះត្រឡប់ទៅវិញជាមួយបងទៅមែនហើយអូនឆ្នុកកុំនៅទីនេះឆ្លោះជាមួយនឹងអ៊ំអុកអីណាមិនល្អនោះទេស្រីស្អាតគេមិនឆ្លោះគ្នាអញ្ចឹងឡើយវាអាប់អោនកិត្តិយសណាអូយវីវហើយប្រុសសង្ហាដល់តែ2នាក់នៅជាមួយគ្នាហើយខ្ញុំត្រូវជ្រើសរើសយកអ្នកណាទៅណោះអេបណ្ឌិតវិរៈហេតុអីក៏ពួកឯងនេះនិយាយអីក៏ផ្អែមល្ហែមជាមួយនឹងមីឆ្នុកនឹងម្ល៉េះហើយនិយាយតាមត្រង់ទៅចុះខ្ញុំនេះស្រឡាញ់អូនឆ្នុកយូរហើយប៉ុន្តែអាបណ្ឌិតវាស្រាប់តែប្រាប់ថាវាក៏ស្រឡាញ់អូនឆ្នុកដែរដូច្នេះទើបចង់ណែនាំអូនឆ្នុកឲ្យទៅកន្លែងមួយដើម្បីឲ្យនាងជ្រើសរើសរវាងយើងទាំងពីរនាក់ថាម៉េចស្រឡាញ់អូនដល់តែ2នាក់មែនទេអីយ៉ាមិនបាច់ជ្រើសរើសទេយកទាំងពីរតែម្ដងថាម៉េចនឹងអូនព្រមយកទាំងពីរមែនទេបើអញ្ចឹងល្អខ្លាំងណាស់ងាប់អញហើយអា3នេះឯងឈួតអស់ហើយឆាប់ចេញពីផ្ទះអញទៅកុំឲ្យចង្រៃអីយ៉ារំភើបចិត្តណាស់ទីបំផុតស្នេហារបស់ខ្ញុំបានមកដល់ហើយអាកចាស់ឌីខ្ញុំដឹងថាឯងនៅផ្ទះមីខ្សុលឆាប់ចេញមកមិនចាំបាច់សំងំនៅទីនឹងទៀតនោះទេអញប្រាប់ថាប្តីឯងមកនៅផ្ទះអញហើយនៅមកទីនេះរងងាប់អីទៀតនាងសុលនាងឯងអីក៏ចិត្តខ្មៅម្ល៉េះជាអ្នកស្រុកភូមិជាមួយគ្នាកោតតែនាងឯងតាក់យកប្តីអញទៅបាត់នាងឯងមិនអាសូរដល់យើងជាមនុស្សស្រីដូចគ្នាទេអីឲ្យប្តីអញមកវិញមកអញសុំវល់អញមិនអាចចិញ្ចឹមកូនតែម្នាក់ឯងបានទេកូនត្រូវតែមានឪពុកកុំមកឈួតកុំមកឡប់យំយែកអីនៅទីនេះអញប្រាប់ហើយថាលបងឌីមកនៅផ្ទះអញហើយអញក៏មិនដែលមានទំនាក់ទំនងអីអាញ៉ៃស្អិតរមួតជាមួយនឹងគាត់ដែរ
អញមិនចូលចិត្តប៉ះពីរបស់គេនោះទេអញខ្ពើមខ្លាំងណាស់ធ្វើត្បិតតែអញជាមេម៉ាយក៏ពិតមែនតែអញមានចរិតថ្លៃថ្នូរមិនចូលចិត្តដណ្ដើមរបស់គេអញខ្លាចដើមរកាដែកឯងយល់ដែរទេមីខ្សលជេក៏ជេហើយវក៏វហើយហេតុអីក៏នាងឯងនៅតែមិនព្រមបកគោលប្តីឲ្យអញទៀតនាងឯងពិតជាអាក្រក់ខុសខើខ្លាំងណាស់អញនឹងដុតផ្ទះនាងឯងចោលហើយក៏អញដុតសម្លាប់ប្តីអញនៅក្នុងនឹងផងដែរបើបកកាយសងំណាស់ឲ្យវានៅក្នុងនឹងចុះ អូយបានហើយមីងរុយខ្ញុំសុំវល់ទៅចុះណាប្តីមីងឯងមិនដឹងថារត់ដល់ណាដល់ណីហើយនៅតែដើររពេញភូមិទៀតហើយនេះចេះតែចោទគេប្រេះផ្ដាយណែនាំគ្នាទៅបោកនាងឆ្នុកទៅគេមានលុយច្រើនណាស់ឃើញទេខ្ញុំបោកបានលុយច្រើនមែនទែន ស្អីគេបោកនាងឆ្នុកមែនទេអេកូនប្រុសហេតុអីក៏សុកឯងបោកលុយនាងនឹងបានច្រើនខ្លាំងម្ល៉េះ គឺខ្ញុំសហការជាមួយវីរៈហើយនឹងបណ្ឌិតនឹងណាពួកគេសុទ្ធតែជាបរិសសង្ហាហើយឥឡូវពួកគេសម្ដែងធ្វើជាសង្សាររបស់នាងឆ្នុកខ្លាំងខ្លាយដូច្នេះពួកយើងអាចប្រើប្រាស់វីរៈនិងបណ្ឌិតដើម្បីទាញយកលុយពីនាងឆ្នុកបានហើយ យីទំនងដែរតើអើយឈប់ទៅរកអាកាចាស់ក្តីនឹងហើយទៅបោកលុយពីមីកឆ្នុកវិញល្អជាងអូយអញក៏ទៅដែរណានាងរុយ ក្នុងពេលវេលាតែមួយស្រាប់តែមានប្តីដល់តែ2នាក់ហៅប្តីតែម្ដងទៅព្រោះថាមុននឹងក្រោយគង់តែរៀបការជាមួយគ្នាទេ អូយក្មួយឆ្នោកក្មួយថ្លៃមិននឹកស្មានទេផែនដីវាពិតជាមូលពិតមែនចុះឡើងពួកយើងក៏ខ្លាយទៅជាសាច់ឈាមនឹងគ្នា អេមីងហើយសាច់ឈាមស្អីទៅខ្ញុំដូចជាមិនយល់ អូនេះឯងមិនដឹងរឿងទេអីបណ្ឌិតគឺជាក្មួយបង្កើតរបស់មីងណាចំណែកឯវីរៈក៏ដូចគ្នាដែរគឺជាក្មួយបង្កើតរបស់មីងណា ថាម៉េចការពិតប្តីរបស់ខ្ញុំទាំងពីរនាក់ហ្នឹងសុទ្ធតែជាក្មួយរបស់មីង អើមិនខុសនោះទេចុះឡើងពួកយើងក៏ខ្លាយទៅជាសាច់ឈាមនឹងគ្នាដូច្នេះហើយក្មួយឆ្នុកឯងកុំភ្លេចជួយទំនុកបំរុងមីងផងព្រោះថាមីងមានជីវភាពខ្វះខាតណាស់ អូមិនអីទេមីងសាច់ខាងប្តីប្រៀបដូចជាមីងបង្កើតខ្ញុំដែរតើខ្ញុំស្រឡាញ់សាច់ខាងប្តីណាមានបញ្ហាខ្វះខាតលុយកាក់អីមករកខ្ញុំមកណា បើអញ្ចឹងមីងសុំលុយ2លានបានទេក្មួយមីងក៏សុំ2លានដែរ បានមីងថ្លៃចាំខ្ញុំឲ្យ មីឆ្នោកមីល្ងងអើយមានលុយតែមិនចេះទុកដាក់ទេមិនដោយឲ្យគេបោកយកលុយទៅភ្នំពេញអស់ អីគេមីចរិយាហើយចុះឯងនិយាយស្អីអ្នកណាបោកអ្នកណា ណែចរិយាឯងកុំចេះនិយាយអីផ្ដេសផ្ដាសមែនហើយអាចចេះដឹងរឿងគេបែបហ្នឹងគឺមិនល្អនោះទេណាបងបណ្ឌិតនិងបងវីរៈគាត់បានរៀបគម្រោងធ្វើស៊ីធ្វើជាម្ញាក់ម្ញក់ធ្វើជាមកយកចិត្តយកថ្លើមដើម្បីបោកយកលុយឥឡូវនេះពួកគេចែកលុយគ្នាហើយក៏បានឡើងឡានទៅភ្នំពេញថែមទាំងនាំសង្សាររបស់គេម្នាក់មួយទៅទៀតផងគេទៅចាប់ផ្ដើមជីវិតថ្មីនៅទីនោះហើយប៉ុណ្្នឹងហើយនៅតែមិនដឹងខ្យល់អីទៀតសមមុខនឹងគេបោកហើយ ថាម៉េចប្តីខ្ញុំឡើងឡានរត់ទៅភ្នំពេញហើយអាយ៉ាទទួលយកមិនបានទេ ណែមីឆ្នុកមីឆ្នុកអើយហេតុអីក្អែងនេះខ្វះពេលណាស់មែនដែរទេអញបោកមិនទាន់បានលុយផងនាងឯងប្រញាប់មកប្រាប់ការពិតខ្លាំងម្ល៉េះមីងរយមីងសលកុំធ្វើបែបនេះអីមិនមែនជាលុយដែលបានមកពីកម្លាំងញើសឈាមរបស់ខ្លួនឯងយកទៅវានាំតែក្តៅក្រហាយតែប៉ុណ្ណោះឈប់ធ្វើបែបហ្នឹងតទៅទៀតទៅណាអើយអញស្ដាយដល់ហើយខ្វះតែមួយជំហានទៀតទេនឹងបានលុយ2លានទៅទេឥឡូវអំបិល